កម្ពុជារំពឹងទទួលបានការវិនិយោគផ្ទាល់ពីប្រទេសចិនកាន់តែច្រើនក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាចាប់ពីថ្ងៃទី25ដល់27មិថុនាឆ្នាំ2026អ្នកសេដ្ឋកិច្ចមានសុតិធិនិយមថាដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចហ៊ុនសែនទៅកាន់ប្រទេសចិននៅថ្ងៃស្អែកនឹងនាំមកនូវផលវិជ្ជមានច្រើនសម្រាប់ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មខណៈបច្ចុប្បន្នប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេនិងមានវិនិយោគិនរបស់ខ្លួនជាច្រើនកំពុងបណ្ដាក់ទុននៅប្រទេសកម្ពុជាសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពីថ្ងៃទី23ខែមិថុនាឲ្យដឹងថាប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាសម្ដេចហ៊ុនសែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅធ្វើទស្សនកិច្ចមិត្តភាពផ្លូវការចាប់ពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2026នៅសាធារណរដ្ឋប្រជាមានិតចិនសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាទស្សនកិច្ចនេះសបបញ្ជាក់ពីការបដិញ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងមិត្តភាពដៃថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្ដៅកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឲ្យកាន់តែជោគជ័យបន្ថែមទៀតអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជាចិនលោកឡាវវិចិត្របានឲ្យដឹងថាទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅប្រទេសចិននឹងនាំមកនូវផលវិជ្ជមានច្រើនសម្រាប់កម្ពុជាដូចជាការរឹតបន្តឹងចំណងមិត្តភាពរវាងរដ្ឋាភិបាលនិងផ្នែកឯកជននៃប្រទេសទាំងពីរការជួយបើកទីផ្សារនាំចេញទំនិញកម្ពុជាទៅប្រទេសចិននិងជួយលើកទឹកចិត្តឲ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជាផងដែរលោកបន្ថែមថាដោយសារបច្ចុប្បន្នកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅទីផ្សារប្រទេសធំៗជាច្រើនដូច្នេះចំនួនវិនិយោគិនបរទេសជាពិសេសជនជាតិចិនដែលចូលមកបើករោងចក្រកែច្នៃឬផលិតទំនិញដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនឹងមានកាន់តែច្រើនថែមទៀតលោកបានថ្លែងថានិន្នាការនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិននឹងបន្តរីកធំបន្ថែមទៀតនាពេលខាងមុខទោះយ៉ាងណាលោកវិចិត្រលើកឡើងថាអ្វីដែលជាបញ្ហាសម្រាប់កម្ពុជាក្នុងពេលនេះគឺអនុភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសចិនដែលមានទំហំកាន់តែធំខណៈបច្ចុប្បន្នកម្ពុជានៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ឡើយក្នុងការផលិតវត្ថុធាតុដើមដើម្បីយកទៅកែច្នៃបន្តយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាក្នុងរយៈពេល5ខែដើមឆ្នាំ2026ការផ្លាស់ប្តូរទំនិញរវាងកម្ពុជាចិនមានទឹកប្រាក់សរុប 9.39 លានដុល្លារកើនឡើង 22.9% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2025ក្នុងចំនួននេះគឺទំនិញដែលភាគីចិននាំចូលមកកម្ពុជាមានចំនួន 8.64 លានដុល្លារកើនឡើង 23.3%ចំណែកកម្ពុជានាំទៅចិន 753.37 លានដុល្លារកើន 18.8%ផ្អែកតាមទិន្នន័យខាងលើគឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានអនុភាពជាមួយប្រទេសចិនចំនួន 7.88 ពាន់លានដុល្លារដោយកើនឡើងពី 6.37 ពាន់លានដុល្លារនារយៈពេលដូចគ្នាកាលពីឆ្នាំ2025បើតាមសភាពាណិជ្ជកម្មកម្ពុជាលោកគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏នឹងទៅចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយសហគមន៍ធុរកិច្ចចិនក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយគ្នាឲ្យកាន់តែប្រសើរបន្ថែមទៀតសេចក្តីប្រកាសព័ត៌មានរបស់ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាបង្ហាញថាក្នុងឆ្នាំ2025មានគម្រោងវិនិយោគចំនួន630ដែលមានទុនវិនិយោគសរុបប្រមាណ 10,000 លានដុល្លារត្រូវបានអនុម័តដោយក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាការវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី1ដោយមានទុនវិនិយោគប្រមាណ 54.25% នៃចំនួនទុនវិនិយោគក្នុងឆ្នាំ2025និងតាមពីក្រោយដោយវិនិយោគិនកម្ពុជាសិង្ហបុរីនិងវៀតណាមប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងល្អដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណីនិងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយរហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេពភាគីនេះមានរយៈពេលជាង 2000 ឆ្នាំដោយបានបន្តនៅប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតនៅខែមេសាឆ្នាំ1955លោកជើអ៊ីនឡាយនាយករដ្ឋមន្ត្រីចិននិងព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានជួបគ្នានៅក្នុងសន្និសីទអាស៊ីអាហ្វ្រិកនៅទីក្រុងបានដុងដែលប្រការនេះបានក្លាយទៅជាទីចាប់ផ្ដើមថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសចិននិងកម្ពុជានៅថ្ងៃទី19ខែកក្កដាឆ្នាំ1958ប្រទេសចិននិងកម្ពុជាបានចាប់ផ្ដើមមានទំនាក់ទំនងការទូតជាផ្លូវការ
ចាប់តាំងពីមានចំណងតាក់ទងការទូតរយៈពេលជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះមិត្តភាពជាប្រពៃណីរវាងប្រទេសចិននិងកម្ពុជាដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុននិងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសចិននិងកម្ពុជាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើគ្រប់វិស័យដូចជាផ្នែកនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៌មនុស្សជាតិព្រមទាំងកិច្ចការក្នុងតំបន់និងអន្តរជាតិដោយទទួលបាននូវសមិទ្ធផលយ៉ាងច្រើនសម្បូរទៀតផង។